ប្អូនទាំងអស់គ្នាបាទដើម្បីឲ្យមានលក្ខណៈងាយស្រួលក្នុងការបូកលេខនៅក្នុង Word លោកគ្រូមានវីដេអូខ្លីមួយសម្រាប់បង្ហាញបងប្អូនថាការបូកនៅក្នុង Microsoft Word ហ្នឹងគេបូកយ៉ាងម៉េចបាទជាធម្មតាយើងតែងតែយក Casio មកបូកនៅក្នុង Microsoft Word បាទឧទាហរណ៍ថាចំនួនដូចជាខ្មៅដៃសៀវភៅចូលលុបបន្ទាត់ធ្វើបាទអញ្ចឹងយើងមានចំនួនប៉ុន្តែយើងពិបាកនឹងការគិតបាទគិតថាយក20បូក14ស្មើប្រមាណហើយបូក45ទៀតបាទឬក៏យើងយក Casio មកចុចបាទយក20បូកនឹង14ឃើញប្រមាណអញ្ចឹងដើម្បីបង្កលក្ខណៈងាយស្រួលនៅក្នុង Microsoft Word លោកគ្រូបង្ហាញពីលក្ខណៈនៃការប្រើប្រាស់ sum បាទ sum មានតែ sum less sum right និង sum above មានថាយើងបូកនៅផ្នែកខាងឆ្វេងយើងបូកនៅផ្នែកខាងស្ដាំនិងបូកនៅផ្នែកខាងលើថាតើការបូកហ្នឹងគឺគេចុចយ៉ាងម៉េចអញ្ចឹងឧទាហរណ៍ថាលោកគ្រូមានចំនួនលេខបាទវាមានជួរដេកហើយនឹងជួរឈរបាទអញ្ចឹងឧទាហរណ៍ថាជួរនេះបាទចាប់ពីប៊ិចមកយើងបូកបញ្ចូលគ្នាទៅវាស្មើប្រមាណអញ្ចឹងជំហានដំបូងគឺលោកគ្រូបង្ហាញអំពីការបូកបាទបូកនៅផ្នែកខាងឆ្វេងអញ្ចឹងពេលដែលចង់បូកចំនួនចាប់ពីលេខ15លេខ20លេខ14លេខ45លេខ25និងលេខ53នេះបាទមកដាក់នៅត្រង់កន្លែងនេះនៅត្រង់កន្លែងសរុបនេះតែយើងបូកយ៉ាងម៉េចអញ្ចឹងដំបូងគឺបងប្អូនទាំងគ្នាចុចលើនឹងមកបាទបន្ទាប់មកបងអូនមកមើលផ្នែករបស់ខាងលើនេះរបស់ផ្នែកខាងលើនេះគឺមានពាក្យថា table layout បាទនេះ table layout អញ្ចឹងបងអូនចុចលើ table layout មកបាទបន្ទាប់ពីចុច table layout ហើយបងអូនមើលផ្នែកខាងស្ដាំនេះអក្សរ SX នេះគឺអនុគមនេះ X គឺ formula កន្លែង formula នេះបងអូនចុចលើកន្លែងពាក្យ formula មកបាទពេលដែលចុចលើ formula មកគឺវាចេញរូបមន្ត sum ឲ្យស្រេចតែម្ដងគឺ sum less sum less នេះគឺមានន័យថាយើងបូកនៅផ្នែកខាងឆ្វេងមានន័យថាលេខបាទលេខខាងឆ្វេងនេះមានប្រមាណអញ្ចឹងយើងចុចនៅខាងស្ដាំដល់ពេលយើងបូកគឺបូកនៅខាងឆ្វេងខាងនេះគឺមានខាងឆ្វេងអញ្ចឹងពេលដែលបាន sum less ហើយគឺវាចេញអូតូឲ្យតែម្ដងអាហ្នឹងអញ្ចឹងយើងគ្រាន់តែអូខេទៅអញ្ចឹងមានថាការបូកលេខហ្នឹងគឺឃើញ172តែម្ដងបាទជួរទី2អញ្ចឹងដែរលេខ15លេខ20ដូចគ្នាអញ្ចឹងដែរឥឡូវឧទាហរណ៍ថាខ្ញុំដាក់នេះលេខ40ចុះបាទដើម្បីកុំឲ្យលេខនេះវាចេញមកដូចគ្នាអានេះដាក់លេខ30ទៅអញ្ចឹងបើសិនជាយើងចង់បូកលេខយើងគ្រាន់តែចុចលើកន្លែងប្រអប់សរុបនេះមកពឹកមកបាទបន្តមកយើងចុចយកពាក្យ table layout ហើយបន្តមកយើងយកពាក្យបាទ formula នេះ formula ខាងនេះចុចលើនឹងមកបាទវាចេញឲ្យស្រេចបាទនេះកន្លែងនេះពេលដែលវាចេញបែប sum above sum above នោះមានថាវាឲ្យយើងបូកនៅផ្នែកខាងលើនេះទេតែគោលដៅរបស់យើងគឺចង់បូកនៅផ្នែកខាងឆ្វេងនេះអញ្ចឹងកាលណាបូកនៅផ្នែកខាងឆ្វេងនេះយើងត្រូវកែប្រែកន្លែង above នេះទៅជា less បាទដាក់ថា less L E S T យ៉ាបាទ L E S T ពេលចុចបានប៉ុណ្ណឹងហើយយើងចុចពាក្យថាអូខេបាទគឺយើងឃើញ208បាទ208អញ្ចឹងជួរទី3ក៏អញ្ចឹងដែរអញ្ចឹងយើងគ្រាន់តែចុចមកពឹកមកយើងចុច table layout យើងយកពាក្យថា formula បាទវាចេញពាក្យ about ទៀតអញ្ចឹងយើងអត់យក about យើងយកពាក្យ less បាទអញ្ចឹង L E S T បាទ sum less ហ្នឹងមានថាបូកផ្នែកខាងឆ្វេងបាទបូកនៅខាងឆ្វេងអញ្ចឹងយើងចំនួនលេខនៅខាងឆ្វេងនេះបាទនៅខាងឆ្វេងអញ្ចឹងយើងអូខេមកបាទលទ្ធផលវាចេញ172ដល់ខាងលើដែរបាទនេះគឺការសម្រាប់បូកនៅផ្នែកខាងឆ្វេងឥឡូវយើងបូកនៅផ្នែកខាងស្ដាំម្ដងឥឡូវបូកនៅផ្នែកខាងលើចុះបាទផ្នែកខាងលើមុនបន្តមកយើងបូកនៅផ្នែកខាងស្ដាំអញ្ចឹងផ្នែកខាងលើគឺមានលេខ20លេខ30លេខ20អញ្ចឹងខ្ញុំចុចនៅកន្លែងនេះបាទអញ្ចឹងដូចវាមិនខុសពី sum less ទេអញ្ចឹង sum above ក៏អញ្ចឹងដែរអញ្ចឹង sum above គឺយើងចុចផ្នែកខាងក្រៅមកយើងចូលពាក្យ table layout បន្ទាប់មកយើងយកពាក្យ formula អញ្ចឹងពេលហ្នឹងវាចេញពាក្យ sum above auto តែម្ដងអញ្ចឹងយើងមិនបាច់ចាំកែដូចមិញទេអញ្ចឹងយើងគ្រាន់តែពាក្យ OK
បាទនេះ20បូក20 40បូក37បាទយើងបូកអញ្ចឹងបាទនេះអញ្ចឹងដែរអានេះយើងអត់ដូច Excel ទេបើ Excel យើងអូស rule ទៅវាបុកអូតូតែម្ដងតែ Word អត់ទេគឺយើងបុកតាមជួរវាបាទនេះអញ្ចឹងដែរយើងគ្រាន់តែចុច table layout formula បាទយើងមកមើលកន្លែងនេះ sum about ត្រូវហើយយើងអូខេបាទនេះអញ្ចឹងដែរបាទយើងចូលពាក្យ table layout យើងយកពាក្យ formula បាទអញ្ចឹង sum about ត្រូវហើយបាទបន្តមកទៀតអាកន្លែងនេះអញ្ចឹងដែរបាទអញ្ចឹងយើងយកពាក្យ table layout formula បាទយើងយកពាក្យ OK បាទបន្តរហូតអញ្ចឹងទៅបាទ table layout formula បាទ OK បាទដល់ពេលកន្លែងសរុបនេះយើងបូកសរុបឃើញប្រមាណកន្លែងនេះឥឡូវយើងចង់ដឹងថាបូកទៅឃើញប្រមាណអញ្ចឹងសាកមើលអញ្ចឹងយើងចុចមកយើងយកពាក្យ table layout formula បាទកន្លែងគេដាក់ about ហើយអញ្ចឹងយើងអូខេមកគឺឃើញ552អញ្ចឹងមានលេខ172បូកនឹង208បូក172ឃើញ552នេះគឺការបូកលេខនៅខាងលើដល់ពេលយើងបូកលេខនៅផ្នែកខាងស្ដាំគឺយើងត្រូវចុចដូចខាងនេះដដែលគឺយើងគ្រាន់តែយកពាក្យ table layout formula បាទបន្តមកយើងមើលផ្នែកនេះកន្លែងនេះគេដាក់ sum about អញ្ចឹងយើងគ្រាន់តែកែប្រែពីកន្លែង sum about នេះទៅជាពាក្យថា rai គឺ r i g h t បាទអញ្ចឹងយើងគ្រាន់តែកែប៉ុណ្្នឹងទៅយើងអូខេមានន័យថាកាលណាយើងដាក់ rai មានន័យថាលេខ70 68 135 75 159 552នេះវានៅខាងស្ដាំអញ្ចឹងយើងគោលដៅយើងចង់បានសរុបនៅកន្លែងនេះនៅកន្លែងហ្នឹងអញ្ចឹងយើងគ្រាន់តែពាក្យអូខេមកបាទគឺបាន1059បាទវីដេអូគឺមានប៉ុណ្ណឹងសម្រាប់ការបូកលេខផ្នែកខាងឆ្វេងផ្នែកខាងស្ដាំនិងផ្នែកខាងលើតែប៉ុណ្ណឹងបាទសូមអរគុណ